ឆ្នាំនេះជាមួយរំដួលនាំគ្នាមកលេងអង្គរសក្រានខេត្តសៀមរាបម្ដងបងប្អូនគ្នាចាតែឃើញគេរៀបចំអង្គរសក្រានធំឲ្យស្អាតខ្លាំងមែនទែនអញ្ចឹងក៏ដាច់ចិត្តថាជិះម៉ូតូតាំងពីព្រះវិហារមកលេងនៅនេះអញ្ចឹងណាមានអីមកដល់ក៏ភ្លៀងទៀតបងប្អូនគ្នាអើយជិះម៉ូតូពីព្រះវិហារមកប្រហែលជាទុក1ម៉ោងកន្លះមកដល់ខេត្តសៀមរាបបងប្អូនគ្នាតែពួកខ្ញុំនៅដេកនៅដំដៃពួកខ្ញុំមិនបានទៅដេកនៅខេត្តទេដោយសារតែនៅខេត្តគឺស្ថានភាពពេញអស់ហើយអត់បានកក់ទេបងប្អូនគ្នានេះខ្ញុំទៅខ្ទង់ប្រហែលជាម៉ោង4បងប្អូនគ្នាអញ្ចឹងមនុស្សគេរាំងស្បើយហើយខ្ញុំទៅនេះគឺខ្ញុំទុកម៉ូតូយ៉ាងឆ្ងាយដោយសារតែខ្ញុំខ្ជិលជិះទៅតែកាលណាជិះទៅគឺវាចង្អៀតពិបាកជិះចេញទៅវិញអញ្ចឹងណាខ្លាំងមែនតើបងប្អូនគ្នាគេតបតែងមានឆាកប្រយុទ្ធមានអីយ៉ាងទៅមានច្រើនមែនតើនៅកន្លែងខ្លះគេឲ្យយើងចូលថតទេគេអត់ទាន់រួចរាល់អញ្ចឹងណាគេត្រូវថតវីដេអូថតអីក្រុមការងាររបស់គេយ៉ាងទៅតែគេរួចរាល់គេឲ្យយើងចូលថតនៅកន្លែងនេះចៅបងប្អូនគ្នាហើយនៅមុំអង្គក៏គេមានតបតែងជាផ្កាជាសួនផ្កាសួនអីយ៉ាងទៅហើយទៅនេះនៅកន្លែងដើមឈើធំបងប្អូនគ្នាខ្ញុំអត់ដឹងថាគេហៅអីកន្លែងហ្នឹងហើយមកនេះមានកន្លែងបែបបុកកតោបុកអីចឹងបងប្អូនគ្នាគេមានកន្លែងច្រើនលេងសម្រាប់លេងច្រើនខ្លាំងមែនតើដើរចូលទៅគឺយើងឃើញបងប្អូនគ្នាតាមប្លង់មួយគឺគេមានកន្លែងឲ្យយើងថតរូបអញ្ចឹងណាបងប្អូនគ្នាមកដល់កន្លែងនេះគឺគេមានតបតែងជាបែបប្រទេសគោមានក្អមមានអីចឹងទៅមានផ្ទះសិទ្ធិមានដើមចេកតាមអីនិយាយទៅដូចមែនតែនដូចពិតចឹងបងប្អូនដូចផ្ទះធ្វើទុកចោលយូរហើយតាមពិតផ្ទះគេទៅរៀបចំទេហើយគេក៏មានការដង្ហែក្បួនជាកតុកកតាធំមានជាមួយនឹងឈុតកងតបកងអីចឹងណាបងប្អូនមានច្រើនទៀតពួកខ្ញុំដើរថតមកចំណុចតិចដើម្បីបងប្អូននេះមកទស្សនាតែប៉ុណ្ណោះឯងខ្ញុំអត់ថតច្រើនទេបងប្អូនខ្លាចបងប្អូនមើលហើយគឺធុញទ្រាន់បានមើលចឹងណាហើយខ្ញុំមកនេះគឺថ្ងៃទី1គឺថ្ងៃ14ថ្ងៃចូលឆ្នាំថ្ងៃទី1ចឹងបងប្អូនចេញពីកន្លែងហ្នឹងមកយើងមកដល់កន្លែងផ្លែឈើនេះអូយនិយាយទៅក្នុងរូបភាពក្នុងវីដេអូច្រើនបងប្អូនឥឡូវយើងមកមើលផ្ទាល់ភ្នែកមើលហ្នឹងហើយមានផ្លែស្វាយមកប្រេងមកប្រាំងទឹកដោះផ្លែត្នោតនិយាយទៅមានច្រើនខ្លាំងមែនតើបងប្អូនកំពឹកឯណោះឥឡូវយើងងាកមកខាងនេះវិញខាងនេះគឺគេមានការដង្ហែនេះកតុកកតានេះផ្សេងទៀតចឹងបងប្អូនចេញពីហ្នឹងមកយើងមកជួបកន្លែង idol របស់យើងគឺណែ idol បងចរណៃរបស់យើងបានគឺថាខាងបុកកតោបងប្អូនទៅងាកទៅប្លង់ណាក៏ស្អាតដែរបងប្អូនពេលដែលមកសៀមរាបគឺអត់ខ្វះទេប្លង់ថតរូបប្លង់ថតវីដេអូសម្បូរខ្លាំងមែនតើហ្មងហើយអមជាមួយនឹងការតបតែងយ៉ាងច្រើនទៀតអូយនិយាយមែនមកហើយគឺថាអារម្មណ៍ស្រស់ស្រាយល្អខ្លាំងមែនតើបងប្អូនខ្ញុំយប់មិញគឺថាចុះនៅផាប់តិចគឺថាយ៉ាងវេទនាបន្តិចហ្នឹងហើយចាំមើលវីដេអូទី2របស់ខ្ញុំនេះវីដេអូទី1របស់ខ្ញុំនៅខាងអង្គរនេះគ្នាភ្លៀងខ្លាំងមែនតើភ្លៀងឡើងសម្បីតែទេវតាក៏រត់ចាយជើងគ្នាអស់ដែរសារតែមេចំពោះគ្នាធ្វើបានមែនតើហ្មងពងទឹកដង្ហែក្បួនទេវតាចូលមកមុខអង្គរហ្នឹងមានអីភ្លៀងវូទេវតារត់ព្រាតមកបងគ្នានេះទេវតាស្ពុនជើងស្ពុនដៃហើយអូយធ្វើបាបទេវតាដល់កហើយបើនិយាយពីមនុស្សវិញមនុស្សលងណែនក្តាន់មកបងគ្នារាប់ប្រឡោះដើរចង់ឃើញតែបែរខ្ញុំទៅថតពេលច្រើនខ្ញុំថតតែកន្លែងអត់សូវមានមនុស្សទេវាស្រួលដើរកន្លែងមនុស្សច្រើនគឺបាក់ថតបន្តិចបាត់យើងអស់ហើយបាំងគេបាំងយើងបងប្អូនគ្នានេះយើងដើរមើលក្បួនដង្ហែគេអញ្ចឹងណាបងប្អូនគ្នានៅតាមផ្លូវណៃមុខអង្គរនោះឯងមិនណាគឺគេមានការហាត់ក្បាច់គុណវៃក្បាច់គុណក្បាច់អីចឹងណាបងប្អូនគ្នាមើលតាមហ្នឹងទៅគេមានការសម្ដែងជាសូជាអីយើងឲ្យយើងមើលចឹងទៅនិយាយទៅមានលបាយលេងមានអីលេងច្រើនជាងហ្នឹងទៀតបងប្អូនគ្នាគាត់ថាយើងដើរថតបានតែខ្លះដូច5អញ្ចឹងមកយើងទៅមើលខាងក្នុងមុខទាំងអស់គ្នាមើលថាមានអីខ្លះអញ្ចេះហ្នឹងហើយនៅខាងក្នុងគឺមនុស្សច្រើនអ៊ូអរជុំបងប្អូនគ្នាហើយមកលេងសៀមរាបលើកនេះគឺថាមកតែគ្នា5 6នាក់ទេអត់បានមកច្រើនទេបងប្អូនគ្នាដោយសារតែម្នាក់រវល់រៀងខ្លួនហើយគេទៅលេងផ្ទះលេងអីចឹងទៅអ្នកខ្លះក៏គាត់ខ្ជិលដើរគាត់នៅជិតផ្ទះចឹងណាពួកខ្ញុំនេះគេថាអត់ខ្ជិលទេរឿងដើរបងប្អូនគ្នាទៅដល់ណាក៏ទៅដែរឥឡូវឡើងមកដល់សៀមរាបនេះគេថាឡើងបង្ងើយតែម្ដងបងប្អូនគ្នាបាននិយាយទៅយើងចេញពីមួយកន្លែងទៅមួយកន្លែងចេញពីមួយកន្លែងទៅមួយកន្លែងចឹងណាយើងអត់នៅកន្លែងដដែលទេបងប្អូនគ្នាសារតែកន្លែងក្រុងអង្គរគឺធំខ្លាំងមែនតើអញ្ចឹងខ្ញុំដើរសពត្មងទៅមើលតែគេមានអីខ្លាំងអញ្ចឹងណាបងប្អូនគ្នាបានសម្រាប់អ្នកដែលអត់ទាន់បានមកលេងសៀមរាបអាចមកលេងបានថ្ងៃចូលឆ្នាំថ្ងៃទី2នេះក៏មនុស្សច្រើនដែរបងប្អូនគ្នាគេមានកន្លែងលេងមានកម្រោកជាច្រើនទៀតអញ្ចឹងមកលេងបានទស្សនាទៅទីដីអង្គរគឺមកហើយគឺថាអារម្មណ៍ស្រស់ស្រាយស្រស់ថ្លាតែម្ដងគឺថាមកហើយអាចចង់ទៅវិញទៅបងប្អូនគ្នាហ្នឹងហើយអ្នកដែលគាត់ស្នាវីដេអូមួយនេះកុំភ្លេចជួយ share និង follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូនិងសកម្មភាពថ្មីពីខ្ញុំបាទចរណាអរគុណច្រើនសម្រាប់ការស្រឡាញ់ជួយចិត្តនិងវីដេអូរបស់ខ្ញុំបងប្អូនគ្នាកុំភ្លេចណា share បានច្រើនខ្ញុំនឹងផុសវីដេអូថ្មីបន្តសម្រាប់ការដើរលេងបងប្អូនគ្នាកុំភ្លេចប្រើប្រាស់ជាមួយនឹងលេខឃ្លៀកដោយសារតែការណាឃ្លៀកធំក្លិនសាធំក្លិនស្អុយគឺដឹងតែខ្មាស់គេបងប្អូនគ្នាណែនាំបងប្អូនគ្នាប្រើប្រាស់ជាមួយលេខឃ្លៀកទឹកអប់ស៊ីបលីងបៃបេឡានេះសារលេខឃ្លៀកទឹកអប់ស៊ីបលីងបៃបេឡាគឺមានក្លិនក្រអូបជួយបំបត្តិក្លិនសាឃ្លៀកដុំពកនិងសង្វាបងប្អូនគ្នាក្លិនសាស្អុយក៏ក្រកស្អុយហ្នឹងលាបទៅគាត់ថាដឹងតែបាត់បងប្អូនគ្នាអើយសម្រាប់លេខឃ្លៀកស៊ីបលីងបៃបេឡាគឺអត់មានជាតិកាត់ទេបងប្អូនគ្នាពុកម៉ែបងប្អូនគ្នាប្រើប្រាស់តែមានទំនុកចិត្តហ្មងឃ្លៀកខ្មៅឃ្លៀកក្រិនណាក៏ប្រើបាត់ដែរបងប្អូនគ្នារត់តិចមកនៅលើទីផ្សារកន្លែងណាក៏មានលក់ដែរអរគុណច្រើនបាយបាយ